សួស្តីបងប្អូនទាំងគ្នាបាទស្វាគមន៍មកកាន់វីដេអូទី3របស់យើងអញ្ចឹងកាលពីវីដេអូទី2គឺបងប្អូនបានចេះរៀបរាប់ហើយเนาะពាក់ព័ន្ធជាមួយនឹងការបង្កើត Facebook ហើយទៀតសោតនៅក្នុងវីដេអូទី2ហ្នឹងគឺខ្ញុំបានបង្ហាញបងប្អូននៅលើ smartphone បាទនៅលើទូរស័ព្ទដៃដូចខ្ញុំអត់បានបង្ហាញបងប្អូនពីការបង្កើត Facebook ដោយប្រើ Gmail ហ្នឹងនៅលើ computer ទេដូចដែលបានបញ្ជាក់អញ្ចឹងដោយសារវាមានបញ្ហាជាមួយនឹងការបង្កើតលើ computer ហ្នឹងវាចេះតែមានបញ្ហា suspend 180ថ្ងៃអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបង្កើតបានហើយបងប្អូនយកវាមក lock ចូលនៅលើ browser បាទនៅលើ computer យើងមកគឺជាការស្រេចហើយក្នុងវីដេអូហ្នឹងគឺខ្ញុំគាត់តែចង់បញ្ជាក់បងប្អូនពីរបៀបនៃការប្រើប្រាស់ Facebook ហ្នឹងដើម្បីជៀសវាងការមានបញ្ហា suspend បាទឬក៏ lock account checkpoint អីហ្នឹងណាហើយពាក់ព័ន្ធជាមួយនឹងជាប់180ថ្ងៃហ្នឹងវាអត់អីទេដោយសារតែយើងបង្កើតបានអញ្ចឹងគឺវាឡាញ់អីហើយតែយើងក៏ត្រូវតែប្រយ័ត្នដែរអញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីយើងបង្កើតហើយយកមក lock ចូលនៅលើ computer របស់យើងមកអញ្ចឹងដើម្បី lock ចូលបានបងប្អូនគាត់តែចូលមកកាន់ Facebook មកវាយតាមខ្ញុំមកហើយបងប្អូនចុច enter មកបន្តមកទៀតបងប្អូនចូលទៅកាន់ Facebook login or sign up ហ្នឹងមកអញ្ចឹងបងប្អូនគាត់តែយកជាមួយនឹង Gmail ហើយនឹង password ដែលយើងបានបង្កើតកាលពីវីដេអូទី2ហ្នឹងយកមក lock ចូលខាងលើហ្នឹងមកបាទនេះផ្នែកខាងលើគឺជាផ្នែក Gmail ហើយផ្នែកខាងក្រោមនេះគឺជាផ្នែករបស់ password បន្ទាប់ពីបងប្អូនវាយត្រូវរៀបរាប់ហើយបងប្អូនគាត់តែចុចពាក្យថា login មកគឺជាការស្រេចហើយអញ្ចឹងខ្ញុំបញ្ជាក់បន្តិចណាបាទសម្រាប់ account Facebook ដែលយើងបង្កើតហើយថ្មីអញ្ចឹងហើយលេងដើម្បីកុំឲ្យវាមានបញ្ហាហ្នឹងនៅពេលដែលបងប្អូន lock ចូលបានអញ្ចឹងដូចខ្ញុំអញ្ចឹងអ្វីដែលបងប្អូនត្រូវប្រយ័ត្នហ្នឹងគឺបងប្អូនកុំអាចធ្វើសកម្មភាពអីលឿនណាដូចជាការទៅផុសរូបបាទទៅការ like comment share អ្នកដទៃហ្នឹងបងប្អូនប្រយ័ត្នមែនទេណាគេ add friend គេហ្នឹងក៏ត្រូវតែប្រយ័ត្នដែរសារ account យើងថ្មីបាទអញ្ចឹង Facebook វាចាំមើលដែរបើសិនជាយើងធ្វើអីលឿនបាទខុសពី policy របស់គេខុសពីគោលការណ៍របស់គេវាអាចនឹង check point ឬក៏ lock account អីចឹងទៅអញ្ចឹងខ្ញុំគ្រាន់តែចង់បញ្ជាក់បងប្អូនថាដើម្បីលេងកុំឲ្យវា suspend កុំឲ្យវា check point កុំឲ្យវា lock account ហ្នឹងបងប្អូនត្រូវប្រយ័ត្នទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការចូលមកដល់ភ្លាមៗកុំអាលផុសរូបកុំអាល share កុំអាល like comment អ្នកដទៃ add friend ក៏អញ្ចឹងដែរណា add ក្នុងមួយថ្ងៃចន្លោះពី5នាក់ទៅ10នាក់អីទៅបានហើយកុំ add ច្រើនពេកអាហ្នឹងគឺជា technique សំខាន់ក្នុងការប្រើកុំឲ្យវាមានបញ្ហាណាអញ្ចឹង account ដើម្បីលេងកុំឲ្យខូចហ្នឹងបងប្អូនគាត់តែធ្វើទៅតាមអ្វីដែលខ្ញុំណែនាំមិញហ្នឹងក្នុងមួយថ្ងៃបងប្អូន active ចន្លោះពី10ទៅ15នាទីទៅបានហើយបើមានពេលច្រើនជាងហ្នឹងក៏បងប្អូនលេងជាងហ្នឹងតិចទៅក៏បានដែរប៉ុន្តែដូចជាវាមិនបញ្ហាអីទេអាត្រង់លេងហ្នឹងណា5នាទីដល់10នាទីហ្នឹងគឺវាគួរសមហើយអញ្ចឹងបងប្អូនចូលមកបងប្អូនធ្វើតាមខ្ញុំទៅណាបាទកុំ like កុំ comment គេ share អីផ្សេងហ្នឹងកុំអាចធ្វើលឿនអីព្រោះ account យើងទៅបង្កើតអាហ្នឹងវាមានបញ្ហាច្រើនណាស់អញ្ចឹងបងប្អូនគាត់តែធ្វើទៅតាមជំហានហ្នឹងទៅគឺ account បងប្អូនគឺសុវត្ថិភាពហើយអញ្ចឹងហើយអ្វីដែលបងប្អូនគួរតែធ្វើបន្ថែមទៀតនោះពេលបងប្អូនចូលអញ្ចឹងចន្លោះពី5នាទីអីឡើងទៅបងប្អូនអាចធ្វើការមើលវីដេអូ scroll មើលអញ្ចឹងណាមើលវីដេអូគេអញ្ចឹងទៅហើយ like គេបាទ comment អីហ្នឹងកុំសូវពេកក៏បានដែរបាទ share អីហ្នឹងក៏កុំសូវពេកគាត់តែមើលធម្មតាអញ្ចឹងណាហើយ friend យើងអាច add បាន1 2អីអញ្ចឹងទៅកុំញឹកញាប់ពេកដោយសារ account យើងថ្មីអញ្ចឹងបងប្អូនធ្វើតែប៉ុណ្្នឹងទៅគឺ account បងប្អូនគឺឡើងមានហើយបញ្ហា lock account check point ឬក៏ disable ហ្នឹងគឺវានឹងឡើងមានហើយបងប្អូនអាចធ្វើការផុសរូបទៅផុសរូបយើងបន្ទាប់ពីយើងចូល active បាន5នាទី10នាទីហ្នឹងបងប្អូនអាចផុសរូបទៅណាផុសរូបមួយឬក៏បងប្អូនផុសជា caption អីចឹងក៏បានដែរផុសអីផុសទៅណាបាទសំខាន់យើងធ្វើជាលក្ខណៈឲ្យ account របស់យើងហ្នឹងគឺវាជាមនុស្សលេងពិតអញ្ចឹងវាធ្វើ account របស់យើងហ្នឹងគឺមិនងាយខូចទេអញ្ចឹងបងប្អូនអាចផុសជាលក្ខណៈ caption ចឹងមកបាទប៉ណ្ណឹងទៅឲ្យបងប្អូន check in ណា check in មកយើងដាក់មកទីតាំងរបស់យើងដែលយើងនៅមកបីឲ្យឆាប់ suggest friend ណាគេអញ្ចឹងបងប្អូនអាចដាក់នៅខាងភ្នំពេញក៏បានឬក៏បងប្អូនដាក់នៅតាមទីតាំងបងប្អូននៅទៅក៏បានដែរអត់ជាបញ្ហាទេណាបាទត្រង់ហ្នឹងអូខេអញ្ចឹងបងប្អូនផុសអញ្ចឹងទៅបាទផុសអញ្ចឹងមួយទៅហើយបើមិនអញ្ចឹងទេបងប្អូនមានរូបភាពច្រើនបងប្អូនផុសរូបភាពទៅបើសិនជាបងប្អូនមាន account រៀលអាហ្នឹងវាកាន់តែល្អហើយយើងអាចផុសរូបរបស់យើងទៅវាកាន់តែធ្វើ account ហ្នឹងវាកាន់តែរឹងមាំហើយគឺឡើងសើមានបញ្ហាហើយអញ្ចឹងដើម្បីបញ្ជាបញ្ហាទាំងអស់ហ្នឹងបានបងប្អូនគ្រាន់តែធ្វើទៅតាមអ្វីដែលខ្ញុំបានណែនាំហ្នឹងទៅគឺ account បងប្អូនគឺឡើងមានបញ្ហាហើយអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេវីដេអូទី4គឺខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការការពារឬក៏ប្រើសរសុវត្ថិភាពទៅលើ account របស់យើងហ្នឹងឲ្យកាន់តែរឹងមាំដើម្បីបង្ការពីការ hack ផ្សេងៗអីហ្នឹងបានទៀតអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងគឺយើងនឹងជួបគ្នានៅវីដេអូទី4បាទអរគុណ